សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់របស់ឥណ្ឌូនេស៊ីដែលទើបតែនឹងចេញថ្មីរៀងយូរដែរហើយលើកយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាសាច់រឿងមួយនេះនិយាយអំពីនារីម្នាក់បន្ទាប់ពីនាងខូចចិត្តរឿងស្នេហាឬក៏សង្សារបបងចោលនឹងនាងបានសម្រេចចិត្តទៅលេងភូមិមួយដែលជាភូមិមិត្តភ័ក្តិរបស់នាងហើយនាងមិនបានដឹងថាភូមិនោះគឺជាភូមិដែលត្រូវបានជាប់បណ្ដាសាជាយូរណាស់មកហើយនោះទេនៅពេលដែលនាងចូលទៅដល់ភូមិហ្នឹងនាងគឺតែងតែជួបជាមួយនឹងរឿងរ៉ាវប្លែកៗនិងគួរឲ្យខ្លាចជាច្រើនរហូតធ្វើឲ្យនាងស្ទើរតែបាត់បង់ជីវិតនៅក្នុងភូមិនោះថែមទៀតសារតែវិញ្ញាណនោះគឺតែងតែលំបន្លាចនាងនិងចង់យកនាងទៅជាមួយដូច្នេះដើម្បីចង់ដឹងថាសាច់រឿងនេះគួរឲ្យខ្លាចយ៉ាងណាសូមទស្សនាទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងមាននារីម្នាក់ដែលនាងមានឈ្មោះថាគីណារ៉ានាងកំពុងតែដើរនៅកន្លែងមួយនាងហាក់ដូចជាកំពុងតែដើរស្វែងរកអ្វីមួយនៅទីនេះប៉ុន្តែនៅពេលនោះនាងហាក់ដូចជាបានឃើញមាននារីរបាំម្នាក់កំពុងតែរាំយ៉ាងចម្លែកដោយសារតែឃើញបែបនេះធ្វើឲ្យនាងឆ្ងល់នាងបានដើរចូលទៅជិតម្ដងបន្តិចដើម្បីមើលចង់ដឹងថាតើជាអ្នកណាការពិតវាគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះបន្ទាប់ពីភ្ញាក់ពីការយល់សប្តិអាក្រក់នាងក៏បានដើរចេញទៅដាក់ទឹកដោយសារតែទឹកគឺវាត្រូវបានអស់ប៉ុន្តែនៅពេលដែលនាងចេញទៅដាក់ទឹកមកផឹកហាក់ដូចជាមានអារម្មណ៍ចេះតែមានគេនៅពីក្រោយខ្នងរបស់នាងការពិតគឺជាមិត្តភក្តិរបស់នាងដែលមានឈ្មោះថាអាយុបានមកសប្រែងខួបកំណើតរបស់នាងគឺដោយសារតែថ្ងៃនេះគឺជាថ្ងៃខួបកំណើតនាងប៉ុន្តែនាងបែរជាមានអារម្មណ៍មិនសប្បាយចិត្តព្រោះតែនាងទើបតែបែកបាក់សង្សារនាងថ្មីអញ្ចឹងហើយបានជាអាយុចង់បបួលនាងទៅលេងភូមិរបស់អាយុហើយថែមទាំងមានរឿងនិទានពាក់ព័ន្ធជាមួយនឹងនារីរបាំថែមទៀតប្រាប់ទៅកាន់នាងធ្វើឲ្យនាងក៏ហាក់ដូចជាមានចិត្តរឿងចាប់អារម្មណ៍ដែរប៉ុន្តែដោយសារតែយប់ទៅហើយនាងបានប្រាប់អាយុថានាងចង់ចូលទៅសម្រាកហើយនាងក៏បានដើរចូលទៅក្នុងបន្ទប់របស់នាងនិងយកប្រអប់របស់នាងមកមើលព្រមទាំងបានបើកសារចាស់ៗដែលសង្សាររបស់នាងធ្លាប់បានផ្ញើមកនៅថ្ងៃខួបកំណើតរបស់នាងហើយដោយសារតែនាងពិបាកចិត្តខ្លាំងពេកមិនទាន់កាត់ចិត្តពីសង្សារចាស់ដាច់នឹងនាងក៏បានឆែកមើលភូមិដែលអាយុបានប្រាប់នាងហើយនាងឃើញថាពិតជាមានរឿងនិទានចម្លែកនៅទីនោះពិតមែនលុះដល់ពេលវេលាព្រឹកឡើងពួកគេបាននាំគ្នាចេញទៅទិញរបស់មួយចំនួនដើម្បីទុកបរិភោគប៉ុន្តែនៅពេលនោះស្រាប់តែណារ៉ានាងហាក់ដូចជាបានឃើញលោកយាយម្នាក់ឈរសម្លឹងមើលមកកាន់នាងឃើញបែបនេះនាងបានប្រាប់មិត្តភក្តិរបស់នាងថានាងទៅនោះមួយផ្លែតហើយនៅពេលដែលនាងដើរចូលមកក្នុងបន្ទប់បុរាណនឹងទៅបែរជាមិនបានឃើញលោកយាយម្នាក់នឹងទៀតនោះទេផ្ទុយទៅវិញបែរជាបានឃើញកន្សែងមួយមើលទៅរៀងស្រស់ស្អាតដែលធ្វើឲ្យនាងចាប់អារម្មណ៍នាងក៏បានយកដៃរបស់នាងទៅកាន់និងធ្វើការពិនិត្យមើលប៉ុន្តែពេលនោះស្រាប់តែលោកយាយម្នាក់នឹងបែរជាចេញមកពីណាព្រមទាំងនិយាយថាកន្សែងនេះគឺវារើសបានម្ចាស់របស់វាហើយដូច្នេះគាត់នឹងប្រគល់កន្សែងនេះឲ្យទៅកាន់នាងមិនត្រឹមតែប៉ុណ្ណោះជាមួយនឹងស្នៀតសក់ដែលជាគូរបស់វាថែមទៀតបន្ទាប់ពីទទួលបានអំណោយពីលោកយាយប្លែកមុខរួចហើយនាងបានយករបស់នេះអួតទៅកាន់អាយុថាមានលោកយាយម្នាក់បានជូនមកកាន់នាងប៉ុន្តែអាយុប្រាប់ថាកុំចេះតែទទួលរបស់ពីមនុស្សដែលយើងមិនធ្លាប់ស្គាល់ផ្ដេសផ្ដាសប៉ុន្តែនាងបានចង្អុលទៅកាន់កន្លែងដែលនាងបានចូលទៅយកអាមិញផ្ទុយទៅវិញបែរជាបាត់គាត់ឆឹងតែម្ដងមិនបានឃើញគាត់នោះទេហើយពេលវេលាដែលពួកគេត្រូវធ្វើដំណើរទៅកាន់ភូមិរបស់អាយុនោះក៏បានចូលមកដល់ហើយកន្សែងនឹងស្នៀតសក់គឺនាងមិនបានយកទៅជាមួយនោះទេនាងយកទៅតែសម្លៀកបំពាក់ចាំបាច់មួយចំនួនតែប៉ុណ្ណោះបន្ទាប់ពីធ្វើដំណើររៀងយូរគួរសមដែរពួកគេបានធ្វើដំណើរទៅដល់ភូមិគីឡាវ៉ាន់ទាំងមេឃភ្លៀងហើយក៏ជាភូមិរបស់អាយុនៅតាំងពីក្មេងផងដែរហើយពួកគេក៏បានចូលទៅជ្រកនៅកន្លែងមួយប៉ុន្តែដោយសារតែឃើញថាដូចជាមិនសូវទំនងក៏បាននាំគ្នាបន្តដំណើរទាំងភ្លៀងមកកាន់ផ្ទះរបស់អាយុនឹងជួបជាមួយនឹងឪពុកម្ដាយរបស់នាងប៉ុន្តែគ្រាន់តែឪពុករបស់អាយុឃើញមុខរបស់ណារ៉ាភ្លាមគាត់ហាក់ដូចជាមានអារម្មណ៍ចម្លែកសម្លឹងត្រូវក្រសែភ្នែកមួយដែលធ្វើឲ្យណារ៉ានឹងរៀងឆ្ងល់ដែរបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានលាគាត់ដើម្បីចូលមកក្នុងបន្ទប់របស់អាយុហើយអាយុបាននិយាយថាកុំប្រកាន់ជាមួយនឹងឪពុករបស់នាងអីគាត់គឺជាមនុស្សចម្លែកប៉ុន្តែគាត់មិនមែនជាមនុស្សអាក្រក់នោះទេតាំងពីក្មេងមកគាត់តែងតែហាមនាងមិនឲ្យធ្វើនេះមិនឲ្យធ្វើនោះធ្វើឲ្យនាងគឺមិនសប្បាយចិត្តនៅក្នុងជីវិតកុមារភាពរបស់នាងនោះទេចំណែកឯលោកប្រាតូម៉ូគាត់នៅតែមានអារម្មណ៍ថាមិនស្រួលនៅពេលដែលគាត់បានឃើញមុខរបស់ប្រាតូម៉ូប៉ុន្តែគ្រាន់តែគាត់មិនដឹងថាអ្វីឲ្យប្រកាសតែប៉ុណ្ណោះបន្ទាប់ពីណារ៉ាចេញពីមួយទឹករួចហើយនាងបានលើសំឡេងគួរទ្វារព្រមទាំងបានខិតស្រមោលនៅក្នុងបន្ទប់នោះធ្វើឲ្យនាងឆ្ងល់យ៉ាងខ្លាំងដូច្នេះនាងក៏បានទៅអើតមើលប៉ុន្តែត្រូវបានលោកតូម៉ូនិយាយថានេះគឺមិនមែនជាបន្ទប់របស់អាយុនោះទេចំណែកឯណារ៉ាក៏បានសុំទោសគាត់និងប្រញាប់ដើរចូលទៅកាន់បន្ទប់របស់អាយុបាត់ទៅហើយពួកគេក៏បាននិយាយគ្នាពាក់ព័ន្ធជាមួយនឹងរឿងឪពុករបស់អាយុដោយអាយុប្រាប់ថាគាត់មិនឲ្យនាងគឺមានសង្សារនោះទេគាត់ជាមនុស្សតឹងរឹងតាំងពីដើមមកម្ល៉េះ
ចឹងហើយបានជានាងមិនធ្លាប់មានសង្សារប៉ុន្តែតារានិយាយថាវាល្អទៅវិញនោះទេព្រោះយ៉ាងហោចណាស់ក៏អាយុមិនធ្លាប់ទទួលការឈឺចាប់រឿងស្នេហាដូចជានាងដែរនិយាយសុកអាយុក៏បានគេងលុបបាត់ទៅចំពេលដែលទូរស័ព្ទរបស់តារាអត់ថ្មទៀតនាងក៏បានដើរទៅយកឆ្នាំងសាដើម្បីមកសារហើយពេលនោះរឿងរ៉ាវដែលគួរឲ្យខ្លាចក៏បានកាត់ឡើងនាងប្រើទូរស័ព្ទ iPhone សោះហើយបានជាឆ្នាំងសាររបស់នាងទៅជា Samsung ទៅវិញអូច្រឡំមិនខ្លាចទូរស័ព្ទខុសឆ្នាំងសារអ្វីដែលនាងខ្លាចបែបប្រកបនោះគឺកន្សែងជាមួយនឹងស្នៀតសក់នាងបានយកទៅទុកនៅក្នុងទូយ៉ាងច្បាស់ប៉ុន្តែហេតុអ្វីបានជាពេលនេះវាមកនៅក្នុងកាបូបរបស់នាងទៅវិញធ្វើឲ្យនាងមិនស្ងប់នៅក្នុងចិត្តទាល់តែសោះប៉ុន្តែសុកនាងក៏ចាប់អារម្មណ៍ថាទីនេះគឺមានទឹកលិចដូច្នេះនាងក៏បានទៅយកធុងមកដាក់ទឹកហើយនៅពេលដែលត្រឡប់មកវិញស្រាប់តែឃើញលោកតូម៉ូអង្គុយថ្មឹងតែម្នាក់ឯងដូច្នេះនាងបានប្រាប់ថានាងចូលទៅផ្ទះបាយដើម្បីយកធុងមកត្រង់ទឹកប៉ុន្តែកាលទៅលោកតូម៉ូមិនបាននៅខាងក្រៅនោះទេគាត់កំពុងតែគេងនៅក្នុងបន្ទប់របស់គាត់ហើយដូចជាមានអ្វីមួយយ៉ាងមករំខានគាត់ដូច្នេះគាត់ក៏បានភ្ញាក់ឡើងនិងក្រោកទៅបើកភ្លើងដើម្បីមើលថាតើមានអ្វីចម្លែកនៅក្នុងបន្ទប់នេះប៉ុន្តែមើលទៅវាហាក់ដូចជាមិនមានអ្វីប្លែកនោះទេលុះដល់ពេលវេលាព្រឹកឡើងចូលមកដល់អាយុបាននាំតារាចូលទៅក្នុងភូមិជាពិសេសគឺទៅកន្លែងមួយដែលជាសាលាបង្រៀនរបាំនឹងឯងនៅពេលដែលនាងនាំតារាទៅដល់ទីនោះនាងក៏បានធ្វើការណែនាំតារាទៅកាន់អ្នកគ្រូដែលបង្រៀនរបាំនៅកន្លែងហ្នឹងប្រាប់អំពីមិត្តភ័ក្តិរបស់នាងព្រមទាំងបានណែនាំបរិសម្នាក់ទៀតដែលមានឈ្មោះថាឌីចាទៅកាន់តារាផងដែរហើយពួកគេក៏បានអង្គុយមើលនៃការបង្រៀនរបស់អ្នកគ្រូទៅកាន់ក្មេងៗប៉ុន្តែមើលទៅឌីចាហាក់ដូចជាចាប់ចិត្តទៅលើតារាពួកគេទាំងពីរនេះក៏បានដឹងអំពីរឿងមួយនេះដែរបន្ទាប់មកអាយុបានប្រាប់ថាតារាក៏ធ្លាប់ជាអ្នករបាំពីមុនមកចង់ឲ្យនាងសាកល្បងប៉ុន្តែនាងបដិសេធបន្ទាប់មកស្រាប់តែនាងបានឃើញនារីស្លៀកពាក់របាំម្នាក់ឈរមើលមកកាន់នាងប៉ុន្តែនៅពេលដែលមើលម្ដងទៀតបែរជាបាត់ទៅវិញលុះដល់ពេលវេលាយប់ឡើងពួកគេក៏បាននិយាយគ្នាអំពីរឿងរ៉ាវមួយចំនួនដែលកើតឡើងនៅក្នុងភូមិមួយនេះធ្លាប់មាននារីរបាំត្រូវបានបាត់ខ្លួនដោយមិនដឹងពីមូលហេតុហើយដោយសារតែរឿងនេះនាងក៏មិនដឹងច្បាស់ដែរនាងនិយាយត្រឹមតែប៉ុណ្ណឹងនាងក៏បានចូលទៅគេងបាត់ទៅចំណែកឯតារាវិញនៅតែមានចិត្តសង្ស័យហើយនាងក៏នឹកឃើញរឿងរ៉ាវដែលធ្លាប់បានកើតឡើងនាងបានឃើញនារីរបាំម្នាក់ដែលមានសភាពគួរឲ្យខ្លាចឃើញបែបនេះនាងក៏បានប្រញាប់រត់គេចភ្លាមប៉ុន្តែដូចជាមានវិញ្ញាណខ្មៅមួយចេះតែតាមនាងពីក្រោយជាប់រហូតដោយដឹងថានាងមិនអាចរត់គេចខ្លួនបាននាងក៏បានចូលទៅពួនជំនួសវិញប៉ុន្តែពេលនោះក៏ពិតទៅវាគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះនាងខំតែភ័យប៉ុន្តែភ្លាមនោះនាងមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងមកសឹបដាក់ត្រចៀករបស់នាងចឹងហើយបានជាងប្រញាប់ដាស់អាយុឲ្យភ្ញាក់ដឹងខ្លួនឡើងប៉ុន្តែអាយុមិនព្រមក្រោកតតែសោះស្របពេលដែលទ្វារបែរជាបើកឡើងដោយខ្លួនឯងថែមទៀតដោយសារតែនាងមានចិត្តសង្ស័យនាងក៏បានដើរចេញទៅមើលចង់ដឹងថាតើនរណាគេគឺជាអ្នកបើកទ្វារប៉ុន្តែបែរជាមិនបានឃើញអ្វីទាំងអស់សូម្បីតែពុកម្ដាយរបស់អាយុក៏មិនបានឃើញពួកគាត់ដែរធ្វើឲ្យនាងកាន់តែមានចិត្តងឿងឆ្ងល់និងសង្ស័យព្រោះតែនាងបានឮសំឡេងចម្រៀងនៅទីនេះហើយសំឡេងនោះគឺចេញពីបន្ទប់របស់លោកពូរបស់អាយុនឹងឯងនាងក៏បានអោនទៅមើលដើម្បីចង់ដឹងថាតើនៅក្នុងនោះមានអ្វីឲ្យពិតប្រាកដប៉ុន្តែទ្វារក៏ត្រូវបានជាប់បើកមិនចេញនោះទេលុះដល់ពេលដែលនាងដើរចេញទ្វារស្រាប់តែបានបើកដោយខ្លួនឯងឃើញបែបនេះនាងក៏សម្រេចចិត្តចូលទៅមើលប៉ុន្តែពេលនោះនាងបែរជាបានឃើញនារីរបាំម្នាក់សំណាងអដែលអាយុមកដល់ទាន់ពេលវេលាហើយអាយុបានសួរថាតើមានរឿងអ្វីកើតឡើងលុះដល់ពេលព្រឹកឡើងនាងក៏បាននិយាយអំពីរឿងរ៉ាវដែលនាងបានឃើញកន្លងមកនៅក្នុងផ្ទះរបស់អាយុនាងមានអារម្មណ៍ថាមានវិញ្ញាណខ្មៅចេះតែបង្ហាញខ្លួនឲ្យនាងបានឃើញចំណែកអាយុវិញក៏បាននិយាយប្រាប់អំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងភូមិនេះប៉ុន្តែនាងមិនប្រកាសថាមានជាប់ពាក់ព័ន្ធជាមួយនឹងអ្វីដែលតារាបានឃើញឬក៏អត់នោះទេនាងបានប្រាប់ថានៅក្នុងភូមិនេះធ្លាប់មានរឿងរ៉ាវមួយចំនួនគឺប្រៀបដូចជាបណ្ដាសាអញ្ចឹងក្មេងស្រីគឺតែងតែបាត់ខ្លួនក្នុងអំឡុងរយៈពេល10ឆ្នាំម្ដងហើយការបាត់ខ្លួននោះគឺមិនដឹងពីមូលហេតុហើយអ្នកដែលបានបាត់ខ្លួនគឺបាត់ទៅរហូតតែម្ដងប៉ុន្តែនាងមិនដឹងថាតើរឿងរ៉ាវមួយនេះមានពាក់ព័ន្ធអ្វីនោះទេជាពិសេសអ្នកដែលបានបាត់ខ្លួននោះគឺជាបងស្រីរបស់ឌីចានឹងតែម្ដងដូច្នេះនាងក៏បាននាំទៅសួរឌីចាដោយផ្ទាល់ហើយឌីចាបាននិយាយថាបងស្រីរបស់គាត់គឺពិតជាបានបាត់ខ្លួនពិតមែនហើយក៏មិនបានដឹងដំណឹងរហូតមកដល់សពថ្ងៃនេះបើសិនជានាងចង់ដឹងរឿងរ៉ាវមួយនេះកាន់តែច្បាស់គឺសួរលោកពូរបស់គាត់ដែលមានឈ្មោះថាអាឌីគាត់នឹងនាំនាងទៅជួបប៉ុន្តែត្រូវបាននាងបដិសេធចំណែកលោកតូម៉ូវិញគាត់បានឃើញនៅវិញ្ញាណមួយដែលត្រូវជាវិញ្ញាណប្អូនប្រុសរបស់គាត់គឺគាត់ត្រូវបានប្រជាជនដុតស្លាប់ប៉ុន្តែនៅពេលដែលប្រពន្ធរបស់លោកតូម៉ូសួរថាតើមានរឿងអ្វីបានជាឃើញទឹកមុខប្លែកបែបនេះគាត់មិនបានប្រាប់រឿងនេះទៅកាន់ប្រពន្ធរបស់គាត់នោះទេដោយគាត់ព្យាយាមលាក់បាំងចំណែកឯ
ណារ៉ាវិញនាងហាក់ដូចជាគេមិនលក់តតែសោះយប់នេះនាងចេះតែលឺសំឡេងចម្រៀងរបាំដ៏ចម្លែកនៅពេលដែលនាងប្រាស់ខ្លួនដេកហើយភ្ញាក់ឡើងមកស្រាប់តែមិនបានឃើញនៅក្នុងបន្ទប់ជាមួយនឹងអាយុនោះទេផ្ទុយទៅវិញបែរជានៅក្នុងបន្ទប់លពូរបស់អាយុទៅវិញហើយទោះបីជានាងព្យាយាមបើកទ្វារចេញទៅខាងក្រៅក៏មិនអាចបើកចេញបានដែរបន្ទាប់មកនាងបានឃើញសៀវភៅចាស់មួយហើយនៅពេលដែលនាងបើកសៀវភៅនោះមើលទៅបានឃើញសម្បត្តិមួយដែលបានសរសេរពីការសងសឹកហើយនៅពេលដែលនារាកំពុងតែអានសម្បត្តិមួយនោះក៏ស្រាប់តែនាងត្រូវបានវិញ្ញាណខ្មោចរបស់នារីរបាំចូលទៅក្នុងខ្លួនរបស់នាងហើយក៏ចាប់ផ្ដើមរាំដោយនាងមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេនាងបានព្យាយាមស្រែកសុំជំនួយពីមិត្តភ័ក្តិបន្ទាប់ពីបានលើសំឡេងស្រែករបស់នារាគ្រួសាររបស់អាយុបានប្រញាប់នាំគ្នាទៅកាន់បន្ទប់លពូរបស់អាយុភ្លាមប៉ុន្តែទ្វារមិនអាចបើកបានឡើយទោះបីជាលោកតូម៉ូគាត់យកសោយមកចាក់ដើម្បីចូលទៅក្នុងបន្ទប់មួយនោះក៏ដោយប៉ុន្តែទ្វារក៏នៅតែមិនអាចបើកបានដដែលស្របពេលដែលនារាកំពុងតែស្រែកឲ្យជួយពីខាងក្នុងព្រោះតែនាងពេលនេះត្រូវបានវិញ្ញាណខ្មោចចូលសន្ធិដ្ឋនៅក្នុងខ្លួនប្រាណរបស់នាងបាត់ទៅហើយប៉ុន្តែសុកស្រាប់តែទ្វារនោះត្រាប់តែរបើកដោយខ្លួនឯងហើយពួកគេបានឃើញថានារាត្រូវបានហោះឡើងទៅខាងលើថែមទៀតបន្ទាប់ពីឃើញនៅសកម្មភាពបែបនេះអាយុសម្រេចចិត្តចេញទៅខាងក្រៅប៉ុន្តែត្រូវបានឪពុកនឹងហាមឃាត់នឹងស្ដីបន្ទោសឲ្យនាងប៉ុន្តែនាងមិនស្ដាប់ឪពុកនោះទេព្រោះតែឪពុកតែងតែលាក់នាងអំពីរឿងអាថ៌កំបាំងនៅក្នុងបន្ទប់លោកពូរបស់នាងអញ្ចឹងហើយបានជានាងចង់ចេញទៅជួបជាមួយនឹងឌីចាដើម្បីសួររឿងនេះឲ្យច្បាស់មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានប្រាប់ឌីចាថាជួបនេះនាងនឹងប្រញាប់ចាក់ចេញពីទីនេះជាមួយនឹងមិត្តភ័ក្តិរបស់នាងព្រោះតែមិនអាចនៅទីនេះបន្តទៅទៀតនោះទេបើមិនអញ្ចឹងមិត្តភ័ក្តិរបស់នាងច្បាស់ជាមានគ្រោះថ្នាក់ហើយពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តចាក់ចេញទៅប៉ុន្តែបែរជាមានមនុស្សមួយក្រុមលួចមកចាប់ពួកនាងនៅតាមផ្លូវហើយនៅពេលដែលនារាភ្ញាក់ដឹងខ្លួនឡើងបែរជាបានឃើញឌីចានៅជិតនាងទៅវិញនាងមិនទុកចិត្តឌីចានោះទេប៉ុន្តែឌីចាព្យាយាមបកស្រាយថានៅជាមួយនឹងគាត់មានសុវត្ថិភាពព្រោះនៅក្នុងភូមិមួយនេះមានអំណាចពីរទី1អំណាចរបស់ក្រុមរបស់លោកតូម៉ូចំណែកអំណាចមួយក្រុមទៀតគឺជាក្រុមលពូរបស់គាត់ហើយគាត់ថែមទាំងបានសន្យាជាមួយនឹងនាងថាគាត់នឹងនាំនាងទៅកាន់ចំណតឡានក្រុងដើម្បីឲ្យនាងត្រឡប់ទៅវិញតាមពិតទៅគាត់ជាមួយនឹងលោកពូរបស់គាត់ដែលមានឈ្មោះថាអាឌីនឹងកំពុងតែខົບខិតគ្នាហើយលោកពូរបស់គាត់បានប្រាប់ថាឱកាសដ៏ល្អបានមកដល់ហើយគឺត្រូវតែបញ្ចុះបញ្ចូលនាងឲ្យបានរឿងមួយនេះគឺទុកឲ្យអាឌីចំណែកឯរឿងរបស់អាយុវិញគឺគាត់បានដោះស្រាយរួចទៅហើយងាកមកកាន់អាយុនៅវិញគឺត្រូវបានឪពុករបស់គាត់រកឃើញនៅតាមផ្លូវដូច្នេះក៏បានយកត្រឡប់មកផ្ទះវិញប៉ុន្តែមិនដឹងថាពួកគេបានធ្វើអ្វីទៅលើអាយុនោះទេធ្វើឲ្យអាយុនឹងមើលទៅកាន់ឪពុករបស់ខ្លួនដែលคล้ายទៅជាខ្មោចព្រាយបិសាចទៅវិញធ្វើឲ្យនាងមានការខ្លាចរអាចំពោះឪពុកនាងជាខ្លាំងប៉ុន្តែត្រូវបានគាត់ព្យាយាមដាស់ស្មារតីឲ្យនាងមើលឃើញថាគាត់គឺជាឪពុករបស់នាងមិនមែនជាខ្មោចព្រាយបិសាចអ្វីនោះទេហើយគាត់ថែមទាំងបានសន្យាជាមួយនឹងកូនស្រីថាគាត់នឹងរកនារាឲ្យទាល់តែឃើញមើលទៅប្រហែលជានាងត្រូវបានគេចាប់យកទៅលាក់នៅក្នុងភូមិនេះមិនទៅណាឆ្ងាយឡើយបន្ទាប់មកគាត់ក៏បានមកកាន់ភ្នូប្អូនប្រុសរបស់គាត់ដែលបានស្លាប់ទៅនោះដោយគាត់បាននិយាយថាគាត់បានធ្វើជាមិនដឹងមិនឮជាយូរឆ្នាំណាស់មកហើយចំពោះរឿងរ៉ាវដែលបានកាត់ឡើងនៅក្នុងភូមិមួយនេះហើយនៅពេលដែលគាត់កំពុងតែជួបបណ្ដានិយាយបណ្ដាស្រាប់តែគាត់បានឮសំឡេងប្អូនប្រុសរបស់គាត់ប្រាប់ឲ្យប្រញាប់ទៅផ្ទះវិញចំណែកឯលោកពូអាឌីនៅវិញគាត់បានហៅកូនចៅរបស់គាត់ឲ្យមកជុំគ្នាហើយមើលទៅពួកគេហាក់ដូចជាមានការគោរពទៅលើគាត់ជាខ្លាំងសូម្បីតែមកជួបគាត់ក៏មិនហ៊ានក្រោកឈរដែរលុះត្រាតែគាត់ប្រាប់ឲ្យពួកគេក្រោកឈរឡើងទើបពួកគេក្រោកឈរដោយគាត់បានហៅពួកគេមកជុំគ្នាដើម្បីប្រាប់អំពីការធ្វើពិធីមួយនៅក្នុងពេលឆាប់នេះងាកមកកាន់រ៉ែនៅវិញវិញ្ញាណដែលនៅជាប់ជាមួយនឹងកន្សែងរបស់នាងវាបានព្យាយាមទាញយកព្រលឹងរបស់នាងប៉ុន្តែសំណាងល្អដែលឌីចាមកដល់ទាន់ពេលវេលានាងបានប្រាប់ពីអ្វីដែលនាងបានឃើញនិងគួរឲ្យខ្លាចទៅកាន់ឌីចាស្របពេលដែលលោកពូអាឌីគាត់កំពុងតែរៀបចំធ្វើពិធីបន្ទាប់ពីគាត់ធ្វើពិធីរបស់គាត់រួចហើយគាត់បានប្រាប់ឲ្យកូនចៅរបស់គាត់ទៅឲ្យគេនាំនារាមកកាន់ទីនេះចំណែកឯនារាវិញគឺអាឌីគាត់កំពុងតែនិយាយប្រាប់អំពីរឿងរ៉ាវដែលបានកាត់ឡើងនៅក្នុងភូមិនេះទាំងមូលការពិតទៅដំបូងឡើយគឺភូមិមួយនេះមិនសូវជារីកចម្រើននោះទេប៉ុន្តែចាប់តាំងពីបងប្អូនរបស់លោកតូម៉ូនិងប្អូនប្រុសរបស់គាត់ចូលមកស្រាប់តែអ្នកភូមិទទួលបានទិន្នផលយ៉ាងច្រើនហើយបន្ទាប់មកអ្នកភូមិក៏ចាប់ផ្ដើមជួបរឿងរ៉ាវចម្លែកជាពិសេសគឺឈឺស្លាប់តែម្ដងបន្ទាប់ពីការស៊ើបអង្កេតទៅទើបដឹងថាគឺជាស្នាដៃរបស់ប្អូនប្រុសលោកតូម៉ូព្រោះតែពួកគេនឹងបានខົບខិតជាមួយនឹងវិញ្ញាណអាក្រក់
ដើម្បីធ្វើឲ្យមានទិន្នផលកាត់ឡើងប៉ុន្តែអ្នកភូមិក៏ត្រូវបានស្លាប់ជំនួសឲ្យការទទួលផលដ៏ច្រើនសន្ធឹកសន្ធាប់នេះផងដែរបន្ទាប់ពីគេដឹងគេក៏បាននាំគ្នាចាក់សាំងដុតសម្លាប់គាត់តែម្ដងទៅហើយទោះបីជាលោកពូរបស់គាត់ព្យាយាមអន្តរាគមន៍ជួយយ៉ាងណាក៏ដោយក៏អ្នកភូមិមិនស្ដាប់ដែរពួកគេក៏បានដុតគាត់រហូតដល់គាត់ស្លាប់បាត់បង់ជីវិតអាយុត្រូវបានវិញ្ញាណសន្ធិដ្ឋចូលទៅក្នុងខ្លួនរបស់នាងប៉ុន្តែពុករបស់នាងព្យាយាមបណ្ដេញវាចេញហើយលោកតូម៉ូគាត់ក៏ជាអ្នកដែលខ្លាំងនៅវិជ្ជាអាគមដែរដូច្នេះគាត់ក៏បានធ្វើការបណ្ដេញវិញ្ញាណនោះចេញពីខ្លួនប្រាណរបស់អាយុបន្ទាប់ពីវិញ្ញាណនោះចេញទៅគាត់បានលើសំឡេងនៅក្នុងបន្ទប់ប្អូនប្រុសរបស់គាត់ដែលបានចាក់សោចោលជាច្រើនឆ្នាំនោះហើយគាត់បានប្រាប់ប្រពន្ធឲ្យមើលកូនឲ្យបានល្អចំណែកគាត់បានចូលទៅក្នុងបន្ទប់នឹងតែម្នាក់ឯងព្រមទាំងបានបិទទ្វារយ៉ាងជិតដោយគាត់បាននិយាយថាហេតុអ្វីបានជាឯងមិនព្រមបង្ហាញខ្លួនចេញមកគាត់មានកំហឹងជាខ្លាំងនៅពេលដែលគាត់គិតថាវិញ្ញាណដែលចូលទៅក្នុងខ្លួនកូនស្រីរបស់គាត់គឺជាវិញ្ញាណប្អូនប្រុសរបស់គាត់ដែលចង់សងសឹកនឹងឯងដោយសារតែគេស្លាប់ដោយអយុត្តិធម៌ជាទីបំផុតជាមួយនឹងមនុស្សស្រីដែលគេស្រឡាញ់ប៉ុន្តែពេលនោះស្រាប់តែមានសៀវភៅចាស់នោះបានធ្លាក់ចេញមកហើយនៅពេលដែលគាត់អានសម្បត្តិទៅទើបគាត់បានយល់ចំណែកកូនចៅរបស់លោកអាឌីបានមកដល់ផ្ទះរបស់ឌីចានិងប្រាប់ឲ្យឌីចានឹងឆាប់នាំនាងទៅកន្លែងធ្វើពិធីព្រោះឲ្យលោកអាឌីបានប្រាប់ឲ្យពួកគេមកយកនាងទៅដូច្នេះឌីចាគាត់ក៏បានត្រឡប់ចូលទៅខាងក្នុងវិញនិងនិយាយបញ្ចូលទៅកាន់នាងឲ្យទៅកន្លែងដែលធ្វើពិធីនោះដោយបានកុហកនាងថាអាយុក៏នៅទីនោះដែរហើយអាយុកំពុងតែរងចាំនាងដូច្នេះណារ៉ាក៏បានយល់ព្រមទៅតាមអាឌីនិងក្រុមបពុរបស់ពួកគេចំណែកឯលោកតូម៉ូវិញបានប្រាប់ប្រពន្ធរបស់គាត់ថាមើលថែកូនឲ្យបានល្អគាត់ដឹងថានៅពេលនេះណារ៉ានៅកន្លែងណាហើយគាត់នឹងទៅនាំណារ៉ាត្រឡប់មកវិញប៉ុន្តែបើតាមមើលទៅគាត់ទៅដូចជាមិនមកនោះទេទោះបីជាយ៉ាងណាក៏ដោយប្រពន្ធរបស់គាត់ចង់ហាមមិនឲ្យគាត់ទៅឡើយប៉ុន្តែគាត់បានបដិសេធប្រាប់ថាគាត់សន្យាតែគាត់នឹងត្រឡប់មកវិញជាដាច់ខាតដូច្នេះត្រូវតែមើលកូនស្រីរបស់ពួកគេឲ្យបានល្អងាកមកកាន់ណារ៉ានេះវិញនៅពេលដែលមកដល់កន្លែងធ្វើពិធីពេលនោះសុកស្រាប់តែគ្រប់គ្នាដែលបានជួយនាងមកស្រាប់តែបាត់តែម្ដងលុះដល់ពេលដែលនាងងាកទៅវិញស្រាប់តែឃើញថាមនុស្សប្រុសស្រីពីរនាក់កំពុងតែរួមនៅកន្លែងធ្វើពិធីជាមួយនឹងគ្នាដោយមនុស្សស្រីនោះរ៉ាទីម៉ាហាយូនាងគឺជានារីរបាំនៅក្នុងភូមិនេះកាលពី20ឆ្នាំមុនចំណែកឯមនុស្សប្រុសគឺជាប្អូនប្រុសរបស់លោកតូម៉ូដែលត្រូវបានគេសម្លាប់ដោយរងភាពអយុត្តិធម៌នឹងឯងបន្ទាប់មកនាងក៏បានឃើញអំពីហេតុការណ៍ដែលត្រូវបានកាត់ឡើងចំពោះប្អូនប្រុសរបស់លោកតូម៉ូត្រូវបានគេមួយបង្កាច់ហើយអ្នកភូមិក៏បានយកគាត់ទៅសម្លាប់ចំណែកឯរ៉ាទីនេះវិញក៏ត្រូវបានលោកពូអាឌីនឹងធ្វើបាបនាងផងដែរព្រោះតែលោកពូអាឌីក៏ស្រឡាញ់រ៉ាទីដែរប៉ុន្តែរ៉ាទីបែរជាទៅស្រឡាញ់ប្អូនប្រុសរបស់លោកពូតូម៉ូទៅវិញចុះបានជាគាត់រៀបចំផែនការមួយនេះដើម្បីសម្លាប់ប្អូនប្រុសរបស់លោកពូតូម៉ូដែលមានឈ្មោះថាបានយូហើយបន្ទាប់ពីបានយូត្រូវបានស្លាប់រ៉ាទីក៏បានស្លាប់ដូចគ្នាដែរដោយនាងសម្លាប់ខ្លួននឹងឯងហើយនៅទីបំផុតនាងក៏បានដឹងអំពីរឿងរ៉ាវទាំងអស់នេះដោយវិញ្ញាណពួកគេទាំងពីរនេះគឺចង់បើកបង្ហាញឲ្យនាងបានដឹងប៉ុន្តែនាងគឺត្រូវបានគេបង្ខំឲ្យចូលទៅកន្លែងធ្វើពិធីដោយនាងមិនអាចប្រកែកបាននោះទេព្រោះតែនៅទីនេះគឺសិតតែជាគ្នារបស់គេទោះបីជានាងចង់រត់ក៏មិនប្រកាសថាអាចរត់រួចដែរប៉ុន្តែពេលនោះលោកតូម៉ូគាត់បានមកដល់និងហាមមិនឲ្យនាងទៅធ្វើពិធីជាមួយនឹងគេនោះទេព្រមទាំងបានប្រាប់ឲ្យនាងរត់ថែមទៀតដូច្នេះនាងក៏បានព្យាយាមលួចរត់នៅពេលដែលពួកគេនឹងមិនបានចាប់អារម្មណ៍នាងក៏បានចូលទៅពន្ធនៅក្រោមដើមឈើមួយចំណែកឯឌីចាគាត់ក៏បានឃើញដែរប៉ុន្តែគាត់មិនបានប្រាប់គេថាគាត់បានឃើញនាងនោះទេដោយនាងកំពុងតែលាក់ខ្លួនលុះដល់ពេលភ្ញាក់ដឹងខ្លួនឡើងមកវិញក៏បានឃើញថានាងត្រូវបានគេយកមកកន្លែងធ្វើពិធីបាត់ទៅហើយលោកពូឌីចាគាត់ក៏កំពុងតែធ្វើពិធីទៅលើនាងផងដែរគាត់ធ្វើបែបនេះគឺគាត់ចង់បូជានាងទៅឲ្យវិញ្ញាណខ្មោចដែលគាត់បានធ្វើការគោរពបូជានោះប៉ុន្តែត្រូវបានលោកតូម៉ូនឹងព្យាយាមហាមឃាត់និងនិយាយប្រាប់អ្នកភូមិទាំងអស់អំពីទង្វើដែលលោកពូអាឌីនឹងបានធ្វើប៉ុន្តែអ្នកភូមិទាំងអស់នេះគឺសិតតែជាគ្នារបស់គាត់ទាំងអស់បន្ទាប់មកគាត់ក៏បាននិយាយដាស់តឿនស្មារតីរបស់ឌីចាព្រោះតែបងស្រីរបស់ឌីចាក៏ត្រូវបានបាត់ខ្លួនដោយសារតែការធ្វើពិធីរបស់លោកពូអាឌីផងដែរដោយសារតែលោកតូម៉ូនិយាយច្រើនពេកលោកអាឌីនឹងគាត់ក៏បានចាក់សម្លាប់លោកពូតូម៉ូតែម្ដងចំណែកឯឌីចានៅវិញគាត់ហាក់ដូចជាភ្ញាក់ស្មារតីឡើងមួយដែរប៉ុន្តែគាត់មិនហ៊ានធ្វើអ្វីនោះទេបន្ទាប់ពីសម្លាប់លោកពូតូម៉ូហើយពួកគេក៏ចាប់ផ្ដើមរៀបចំធ្វើពិធីបន្តទៅទៀតគឺជាការបូជាណារ៉ាឲ្យទៅកាន់បិសាចដែលគាត់បានធ្វើការគោរពប៉ុន្តែផ្ទុយទៅវិញនៅពេលនោះវិញ្ញាណរបស់រ៉ាទីបែរជាចូលសន្ធិដ្ឋនៅក្នុងខ្លួនប្រាណរបស់នាងនៅពេលដែលពួកគេនឹងចាប់ផ្ដើមរៀបចំប្រគំជាភ្លេងឡើងមក
ហើយនាងក៏ចាប់ផ្ដើមក្រោកឡើងនិងរាំទៅតាមអ្វីដែលរ៉ាទីធ្លាប់បានធ្វើនៅពេលដែលឃើញបែបនេះលោកពូអាឌីនឹងព្យាយាមយកឈ្នះទៅលើវិញ្ញាណរបស់រ៉ាទីប៉ុន្តែប្រហែលជាមិនអាចយកឈ្នះបាននោះទេនៅពេលដែលឃើញបែបនេះឌីឆាគេក៏បានស្ទុះទៅវាយជាមួយនឹងលោកពូរបស់គេដើម្បីបញ្ឈប់នូវសកម្មភាពរបស់គាត់ទីបំផុតលោកអាឌីគាត់ក៏ត្រូវបានឌីចានឹងដុតដោយភ្លើងហើយគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងពេលនឹងបាត់ទៅងាកមកកាន់ណារ៉ាអ្នកវិញវិញ្ញាណរបស់នាងបានជួបជាមួយនឹងវិញ្ញាណរបស់បានយូហើយនិងវិញ្ញាណរបស់រ៉ាទីដោយពួកគេទាំងពីរនាក់បានអរគុណដែលនាងបានជួយសងសឹកឲ្យពួកគេនៅពេលដែលកំពុងតែនិយាយគ្នាឌីចាបានមកដាស់នាងឲ្យភ្ញាក់ដឹងខ្លួនឡើងមកវិញហើយនាងក៏បានត្រឡប់មកវិញប៉ុន្តែជាអកុសលលោកពូតូម៉ូគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតដោយគាត់គ្រាន់តែផ្ដាំផ្ញើឲ្យជួយមើលថែកូនស្រីរបស់គាត់ផងបន្ទាប់ពីលោកតូម៉ូស្លាប់ទៅគាត់ក៏ត្រូវបានក្រុមគ្រួសាររបស់គាត់យកទៅបញ្ចុះឲ្យបានត្រឹមត្រូវចំណែកកន្សែងជាមួយនឹងស្នៀតសក់ដែលលោកយាយបានជូនឲ្យទៅកាន់ណារ៉ានោះនាងក៏បានសម្រេចចិត្តបោះវាចោលនៅទីនេះហើយនាងក៏បានចាកចេញពីភូមិមួយនេះត្រឡប់ទៅកាន់ទីក្រុងរបស់នាងវិញចំណែកឯលោកយាយម្នាក់នេះគឺជាលោកយាយដែលបានប្រគល់កន្សែងនោះឲ្យទៅកាន់ណារ៉ានឹងឯងមិននឹកស្មានថាគាត់រស់នៅក្នុងភូមិនេះទាល់តែសោះហើយនៅពេលដែលពួកគេរៀបចេញពីភូមិមួយនេះទៅស្រាប់តែឌីចាបានមកតាមពួកគេទាំងពីរនាក់ព្រោះតែគាត់គ្មានសាច់ញាតិបងប្អូននៅភូមិនេះទៀតនោះទេអញ្ចឹងគាត់ចង់ទៅជាមួយនឹងពួកគេដែរដោយគាត់សង្ឃឹមថាគាត់នឹងមានសាច់ញាតិនៅទីក្រុងឆាប់ព្រោះតែគាត់ជាប់ចិត្តស្រឡាញ់ណារ៉ានឹងឯងបានជាគាត់ទៅតាមនាងប៉ុន្តែណារ៉ាបែរជាបានឃើញថាកន្សែងដែលនាងទើបតែនឹងបោះចោលវាបែរជាមិននៅក្នុងកាតាបរបស់នាងដោយរបៀបណាហើយសាច់រឿងក៏ត្រូវបានបញ្ចប់